កាលពីព្រេងនាយមានបុរសឆោត4នាក់ព្រមព្រៀងគ្នាដើររៀនក្តីលុះដើរបន្តិចទៅចាប់បានអណ្ដាកប៉ាមបុរសទាំង4នាក់នោះក៏យកអណ្ដាកនោះមកចែកគ្នាដល់ចែកទៅចែកមកនៅសល់អណ្ដាកមួយមនុស្សទាំងអង្គនោះមិនសុខចិត្តទៅរៀនខ្លួនក៏ចែកគ្នាម្ដងទៀតចែកទៅចែកមកសល់អណ្ដាកមួយដដែលមិនដឹងគិតធ្វើដូចម្ដេចបុរសទាំង4នាក់តល់គំនិតក៏អង្គុយមើលមុខគ្នាធ្វើភ្នែកលែងឡងៗក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះប្រទះនឹងមនុស្សទាំង4នាក់នោះក៏ឈរមើលគេចែកអណ្ដាតគ្នាហើយបុរសម្នាក់នោះឃើញឆោតដូច្នោះក៏សើចហើយនិយាយនឹងបុរស4នាក់នោះមើលទៅអ្នកដូចជាមិនសូវប្រសពសោះបុរស4នាក់គ្រាន់តែឮសម្ដីប៉ុណ្ណោះក៏និយាយថាអោលោកបើលោកចេះអាណិតមកចែកឲ្យយឺបន្តិចបុរសម្នាក់នោះឮដូច្នោះក៏ដើរចូលអង្គុយជិតចាប់អណ្ដាត5នោះមកហើយរើសមើលអណ្ដាតណាដែលធំជាងគេយកមកទ្របអង្គុយនៅសល់អណ្ដាត4ចែកឲ្យបុរស4នាក់នោះមួយម្នាក់បុរស4នាក់ក៏សុខចិត្តរៀងខ្លួនហើយទាំងអស់គ្នាសួរគេនោះថាអ្នកមើលទៅអ្នកប្រហែលទីចេះក្តីបុរសនោះឆ្លើយថាខ្ញុំចេះបុរសទាំង4នាក់ក៏តបទៅវិញថាអោបើអ្នកចេះក្តីសូមមេត្តាប្រាប់យូរផងបុរសម្នាក់នោះឆ្លើយថាបើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ត្រូវអ្នកទន្ទិញតាមខ្ញុំបុរស4នាក់ឆ្លើយថាបាទហើយបុរសនោះប្រាប់ឲ្យអ្នកទាំង4នោះឲ្យទន្ទិញរៀងខ្លួនគឺប្រាប់បុរសទី1ថាទំពុកវាទៅទើបផ្នែកវាជ្រុះបុរសទី2ថាមានប្រឡាយទើបទឹកវាហូរបុរសទី3ថាមានសម្រាមទើបឆ្កែវាជុះបុរសទី4ថាមែនទើបគេថាបុរស4នាក់ក៏ទន្ទិញពាក្យនេះចេះចាំគ្រប់គ្នាទៅហើយបុរស4នាក់នោះនាំគ្នាទៅឆ្ងាយទៅបានដល់ភូមិមួយនឹងរកផ្ទះសម្បែងសំណាក់ក៏គ្មានលុះបន្តិចទៅបានប្រទះនឹងយាយចាស់មេម៉ាយម្នាក់ក៏និយាយសុំផ្ទះយាយចាស់នោះសំណាក់គាត់ក៏ព្រមឲ្យហើយបុរសនោះនាំគ្នាទាំង4នាក់សំណាក់នៅផ្ទះយាយនោះទៅយប់នោះអ្នកទាំង4ក៏នាំគ្នាទន្ទិញពាក្យក្តីដែលបុរសម្នាក់នោះប្រាប់ទន្ទិញមិនឈប់ឈរតតែភ្លឺយាយចាស់ខឹងណាស់ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកយប់មិញនោះមានបុរស4នាក់មកសុំផ្ទះខ្ញុំសំណាក់បុរសទាំង4នាក់ចេះតែនិយាយទន្ទិញតតែភ្លឺតែមិនដឹងពាក្យថាដូចម្ដេចស្ដាប់មិនបានសោះខ្ញុំខានដេកវល់ព្រឹកហេតុនេះខ្ញុំមកប្តឹងលោកសូមលោកហៅមនុស្សទាំង4នាក់នោះមកជំនុំជម្រះឲ្យខ្ញុំមេស្រុកបានស្ដាប់ក៏ឲ្យបំរើទៅហៅបុរសទាំង4នាក់នោះមកហើយសួរថាហេតុដូចម្ដេចបានជាឯងទន្ទិញអ្វីតតែភ្លឺរកតែយាយចាស់គាត់ដេកពួនមិនបានចុះដែលឯងទន្ទិញនោះតើទន្ទិញពីអ្វីបុរសទាំង4នាក់នោះឆ្លើយថាខ្ញុំទន្ទិញពាក្យក្តីមេស្រុកបង្គាប់ទៅទៀតចូលអញរាល់គ្នាសូត្រពាក្យនោះម្ដងម្នាក់ទៅមើលអញនឹងស្ដាប់បុរសទី1ថាទំពុកវាទៅទើបផ្នែកវាជុះបុរសទី2ថាមានប្រឡាយទើបទឹកវាហូរបុរសទី3ថាមានសម្រាមទើបឆ្កែវាជុះបុរសទី4ថាមែនទើបគេថាស្ដាប់ពាក្យនោះហើយមេស្រុកក៏កាត់សេចក្តីថាឯងទាំង4នាក់ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះបុរសទាំងអស់ក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយនោះទៅយាយនោះគាត់ប្រាឲ្យធ្វើការសពសារពាតែរាល់ថ្ងៃលុះនៅនឹងយាយនោះបាន2-3ខែទៅយាយគាត់ប្រើបុរសទាំង4នាក់ឲ្យទៅកាប់ឈើធឺឌុអ្នកទាំង4ក៏នាំគ្នាចូលទៅដល់ព្រៃធំហើយដើររកឈើណាមានប្រហោងទៅកាប់លុះចូលទៅដល់ក្នុងព្រៃជ្រៅបានប្រទះឈើធំមួយដើមមានប្រហោងបុរសទាំង4និយាយគ្នាថាយើងបានប្រទះឈើប្រហោងហើយយើងត្រូវនាំគ្នាកាប់ឈើនេះបុរសទាំង4មូលមាត់គ្នាក៏កាប់រលំឈើប្រហោងនោះលុះឈើចិត្តរលំបុរសទាំង4ស្រែកថាកូនចិត្តរលំហើយអាណាម្នាក់រត់ទៅចាំទ្រកុំអើបែកឈើយើងក្រែងធ្វើឌូកមិនកោតបុរសម្នាក់ក៏ស្ទុះទៅចាំទ្រដល់ឈើនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្ងាញ់បុរស3នាក់ឃើញដូច្នោះក៏សើចថាយើអានេះខ្លាំងណាស់វាឈើទំហំប៉ុណ្ណឹងកោតតែវាទ្រាំហើយវាសើចថែមទៀតបុរស3នាក់នាំគ្នាមើលបុរសម្នាក់ដែលស្លាប់ដល់យូរពេកក៏ស្រែកហៅថាយេមកឆាប់ឡើងនឹងឲ្យទើឃ្លានបាយណាស់លុះឃើញនៅស្ងៀមក៏នាំគ្នាដើរចូលទៅមើលកាលដឹងថាបុរសនោះស្លាប់បុរស3នាក់ភ័យណាស់និយាយគ្នាថាយើងនៅមិនបានទេតែយើងខំនៅមុខជាគេប្តឹងថាយើងវាយសម្លាប់អានេះបើដូច្នោះត្រូវយើងនាំគ្នារត់ថាហើយក៏ព្រមព្រៀងគ្នារត់ទៅដល់ពេលយប់វង្វេងផ្លូវមិនដឹងរត់ទៅឯណាក៏ស្រាប់តែវិលវល់ទៅត្រង់កំពង់ផ្ទះយាយនោះហើយនាំគ្នាលួចឌូកយាយនោះអុំទៅត្រូវម្ខាងបុរសទាំង3នាក់ចុះឌូកម្នាក់នៅខាងកន្សែងបែរមុខទៅខាងកន្សែងម្នាក់ទៀតនៅខាងក្បាលក៏បែរមុខទៅខាងក្បាលម្នាក់ទៀតអង្គុយកណ្ដាលបែកទុកឌូកតែមិនបានស្រែកខ្សែចំណងឌូកនោះចេញតែនាំគ្នាអុំមួយយប់តតែភ្លឺនៅតែដដែល
លុះភ្លឺស្រាងឡើងយាយចាស់ដងទឹកប្រទះបរោះទាំង3នាក់ហើយស្រែកថាយេអានេះរត់ទៅណាបរោះទាំង3ក្រឡេកឃើញយាយចាស់ជាចៅហវាយខ្លួនក៏តបប្រាជ្ញាមិនដឹងបរត់ទៅឯណាក៏ទៅនៅបំរើយាយចាស់វិញទៅដែរទៅ